កម្មវត្ថុចម្បងនៃការធ្វើវិសោធនកម្មលើកទី9ដែលបងប្អូនអ្នកសារព័ត៌មានប្រហែលជាចាំច្បាស់មិនភ្លេចទេគឺការកំណត់ឲ្យប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភានាយករដ្ឋមន្ត្រីនិងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវតែជាអិសរជនដែលមានសញ្ជាតិខ្មែរតែមួយគត់ហេតុអ្វីបានជាត្រូវធ្វើវិសោធនកម្មលើកទី9តើអ្វីជាគោលបំណងគឺដើម្បីបំពេញឲ្យគោលបំណង2ដ៏សំខាន់សម្រាប់ជាតិរបស់យើងគឺទី1ដើម្បីធានាពលរដ្ឋភាពទាំងខាងផ្លូវច្បាប់ទាំងខាងនយោបាយឲ្យអិសរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាប្រមុខនៃស្ថាប័នកម្ពុជាទាំង4របស់ជាតិរួមមានរដ្ឋសភាព្រឹទ្ធសភារាជរដ្ឋាភិបាលនិងក្រមប្រឹក្សាធម្មនុញ្ញដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រជាជាតិណាចក្រកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវគោលជំហរនិងការបដិញ្ញាចិត្តស្មោះត្រង់ឥតងាករេចំពោះជាតិមាតុភូមិនិងប្រជាជនកម្ពុជានៅគ្រប់កលៈទេសៈទាំងអស់និងទី2ដើម្បីធានាថាក្នុងការដឹកនាំប្រទេសត្រូវធានាឲ្យបាននូវការពារឧត្តមប្រយោជន៍របស់ជាតិនិងប្រជាជនកម្ពុជាជាពិសេសគឺការប្រឆាំងនឹងការជិតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងនៃការដឹកនាំជាតិរបស់កម្ពុជា